ចាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនេះខ្ញុំសូមធ្វើការបង្ហាញពីប្រភេទរទេះសម្រាប់លក់ស៊ុបកាទៀវនិងបាយឆាមីឆាមួយឈុតចាដែលភ្ញៀវរបស់យើងគាត់បានកំងទាំងម៉ូតូនិងរទេះនឹងតែម្ដងចាតើឥឡូវយើងមើលផ្នែកខាងក្រោមទាំងអស់គ្នាចាមានក្លុបបិទបើកដាក់ឲ្យបានចាក់សោបាននៅខាងក្រោមហ្នឹងណាហើយកាងមុខកាងក្រោយគាត់យកធំទលាយបែបហ្នឹងតែម្ដងចាទូកញ្ចក់របស់យើងគឺយើងប្រើខាងមុខប្រើទូ2ថ្នាក់3ប្រឡោះខ្ពស់ដល់លើតែម្ដងចាអានេះយើងមើលពីខាងចំហៀងបែបនេះទៅវិញគឺនៅលើស្លាបរបស់យើងហ្នឹងគឺមានបិទរូបភាពធំច្បាស់ដុតបែបហ្នឹងតែម្ដងចាហើយទូចំហៀងនេះអាប្រឡោះសងខាងគឺយើងប្រើ2ថ្នាក់3ប្រឡោះខ្ពស់ដូចគ្នាអញ្ចឹងចាហើយប្រឡោះកណ្ដាលនោះយើងសម្រាប់ដាក់ប្រហិតមាន2ប្រអប់ដែរចាមួយថ្នាក់2ថ្នាក់3ប្រឡោះហ្នឹងសងខាងតែម្ដងទាំងមុខនិងក្រោយដល់ពេលកណ្ដាលយើងដាក់ប្រហិតអញ្ចឹងទៅចានិយាយទៅទូនោះយើងថ្មីប្លែកជាងយើងម្ដងបន្តិចចាព្រោះដោយសារតែវាមានម៉ូដម៉ាកកញ្ចក់អីដូចដែលខ្ញុំបានបង្ហាញនៅក្នុងវីដេអូហ្នឹងអញ្ចឹងណាហើយសម្រាប់ការលក់ដូរកែច្នៃគឺយើងយកទៅលក់តាមតម្រូវការរបស់យើងបានអត់ប្រកាសថាប្រទេសណាយើងលក់អីប្រទេសណាយើងត្រូវតែលក់អីទេចាខាងក្រោយនេះក៏យើងមានទ្វារបិទបើកមួយទៀតហើយកាងខាងក្រោយនោះក៏ធំដូចគ្នាចាដាក់ធុងតកបាន80លីត្រចូលក្រោមចាហើយក៏មានជើងសម្រាប់ដាក់ធុងហ្គាសនៅខាងក្រោយនេះមួយខាងក្នុងគឺយើងចោះប្រឡោះដាក់ឆ្នាំងស៊ុបមួយនិងក្បាលឆាមីមួយចាខាងលើយើងមានតនើមានអីដាក់ឲ្យបានដូចយើងម្ដងអញ្ចឹងចាហើយតបូលរបស់យើងប្រើស័ង្កអាស័យខែលអ៊ីសូឡង់ការពារកម្ដៅឲ្យទៀតចាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានតម្រូវការមិនថាលក្ខណៈប្រភេទរទេះកំងបែបហ្នឹងឬក៏លក្ខណៈប្រភេទរទេះកំងឲ្យផ្សេងនេះក៏អាចធ្វើការកំងបានចាតាមរយៈเพจនេះផ្ទាល់ឬក៏តាមរយៈលេខទូរស័ព្ទដៃរបស់ខ្ញុំ3ខ្សែនៅក្នុងវីដេអូនោះបានចាហើយក៏អរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតចាបាយបាយ